បាទសួស្តីបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំនិយាយអំពីការ upload វីដេអូតើនៅពេលដែលយើង upload វីដេអូនៅក្នុង website Bitwin នេះតើវាមានលក្ខណៈយ៉ាងម៉េចដែរបាទអញ្ចឹងយើងពេលដែលយើងចង់ upload វីដេអូបាទពេលដែលយើង sign in ហើយមាន account ហើយវានឹងបង្ហាញbutton upload វីដេអូនៅកន្លែងនេះបាទអញ្ចឹងយើងគ្រាន់តែ click លើវាមកបាទវានឹងចូលទៅក្នុង page សម្រាប់ upload វីដេអូបាទអញ្ចឹងក្នុងហ្នឹងមានកន្លែងនេះយើងអាចទាញវីដេអូតម្លាក់ចូលបានឬក៏យើងអាច click ពីលើវាហើយយើងជ្រើសរើសវីដេអូយើងមកបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំ upload វីដេអូនេះមួយបាទហើយខ្ញុំកន្លែងនេះយើងវាយចំណងជើងវីដេអូខ្ញុំវាយថាកំសត់ពេកហើយពូបាទហើយ description នេះខ្ញុំអាចសរសេរអីតិចតួចចុះបាទកំសត់ណាស់ពូអើយតើពូយំរឿងអ្វីបាទចឹងកន្លែងនេះ description តែយើងអាចសរសេរអីផ្សេងច្រើនជាងនឹងក៏បានដែរបាទហើយកន្លែងនេះកន្លែងយើងបើសិនជាយើងមាន subtitle វីដេអូនឹងហើយយើងអាច click កន្លែងនេះមកបាទវានឹងបង្ហាញឲ្យយើងជ្រើសរើស subtitle ជ្រើសរើស label បាទហើយយើងចុចកន្លែងនេះមកយើងកន្លែងនេះសម្រាប់យើងបន្ថែម subtitle ទី2បាទកន្លែងនេះយើងសម្រាប់យើងជ្រើសរើស subtitle ទី1បាទអញ្ចឹងបើយើងមាន subtitle 2យើងអាចដាក់វាបន្ថែមមកហើយក៏បានតែបើយើងអត់ទាន់មានទេយើងវីដេអូនេះយកមាន subtitle ទេយើងចុច no subtitle នឹងមកហើយយើងចឹងនៅពេលដែលយើងមាន subtitle ហើយយើងតម្លាក់វីដេអូហើយវានឹងបង្ហាញ button upload បាទអញ្ចឹងយើង click upload មកណាវាចាប់ផ្ដើម upload វីដេអូចូលទៅក្នុង website ហើយចឹងឥឡូវវាកំពុងតែ upload បាទអញ្ចឹងឥឡូវវា upload complete ហើយវាចេញ button 2តើយើងចង់ upload វីដេអូផ្សេងទៀតទេឬក៏យើង back ទៅវីដេអូ manager របស់យើងណាឥឡូវខ្ញុំ back ទៅវិញបាទអញ្ចឹងកន្លែងនេះនេះជាវីដេអូដែលខ្ញុំបាន upload បាញ់មិញកំសត់ពេកហើយពូបាទហើយវីដេអូនេះខ្ញុំអត់បានបាញ់មិញខ្ញុំអត់បានដាក់ thumbnail ទេបាទអញ្ចឹងឥឡូវយើង click ចូលមើលសិន Because I know ចឹង somewhere deep down in my heart បាទហើយអត់មាន subtitle ទេ I still love you បាទអញ្ចឹងខ្ញុំ back ទៅវិញឥឡូវខ្ញុំចង់ដាក់ subtitle ចូលវីដេអូហ្នឹងបាទអញ្ចឹងខ្ញុំចូលកន្លែង edit វីដេអូនេះមកបាទអញ្ចឹងវា load ចូលផ្ទាំងមួយទៀតសម្រាប់ edit video បាទអញ្ចឹងកន្លែងនេះខ្ញុំ click មកហើយក្នុងនេះខ្ញុំចង់កែ subtitle ឬក៏ description កែអ្វីក៏បានដែរខ្ញុំចង់បន្ថែម subtitle ឬក៏អ្វីក៏បានបាទអញ្ចឹងឥឡូវខ្ញុំគ្រាន់តែ update thumbnail តែប៉ុណ្ណោះបាទអញ្ចឹងខ្ញុំ click លើវាមកបាទហើយយើងចុចលើវាមួយទៀតមកអញ្ចឹងនេះ thumbnail ហើយយើងចុច open មកបាទអញ្ចឹងយើងបាន thumbnail វីដេអូហើយតើមកយើងចុច button update បាទអញ្ចឹងរួចរាល់ជាការស្រេចបាទអញ្ចឹងវីដេអូនេះមាន thumbnail ហើយបាទអញ្ចឹងបើវីដេអូណាមាន thumbnail វានឹងបង្ហាញតែបើវីដេអូណាអត់មាន thumbnail ទេដោយវីដេអូនេះអត់មាន thumbnail វាគ្រាន់តែចេញclip សាំ clip កន្លែងណាមួយឬក៏ clip ចំណុច clip ដំបូងរូបនៅក្នុង clip ដំបូងនៅក្នុងនៅក្នុងនេះបាទចំណែកវីដេអូនេះសុទ្ធតែមាន thumbnail បាទ Because I know somewhere deep down in my heart បាទអញ្ចឹងនេះជារបៀប upload
ចូលទៅក្នុង website វិតបាទអញ្ចឹងអរគុណច្រើនវីដេអូបន្ទាប់ខ្ញុំនឹងនិយាយអំពីអ្វីផ្សេងទៀតបាទ